យកបន្តមកទៀតនេះណាដូចជាគ្មានអីផងហ្នឹងខ្មោចឯណាវាមកឈ្នះមនុស្សនោះធាតបងទាំងពីរណាខ្ញុំបានយកដាក់ក្នុងទឹកអស់ហើយគ្មានថ្ងៃដែលបងទាំងពីរនេះណាអាចឡើងមកលើវិញបាននោះទេអរគុណហើយណាបងកណុលដែលបានធ្វើផ្ទះមួយនេះឲ្យខ្ញុំហើយនឹងកូនស្រីនេះមករស់នៅហើយពេលបន្តិចទៀតនេះណាខ្ញុំនឹងបណ្ដេញកូនស្រីរបស់បងឲ្យទៅនៅក្នុងផ្ទះអាចារ្យហើយអើយខ្ញុំប្រាប់ហើយតើថាខ្ញុំនេះណាមិនចេះខ្លាចខ្មោចទេគឺមិនចេះខ្លាចតាំងពីតូចមកម៉េះហើយឥឡូវនេះចង់ធ្វើស្អីខ្ញុំចង់ធ្វើស្អីខ្ញុំហ៎ចង់ធ្វើស្អីខ្ញុំមានគំនិតមិនល្អសោះសូម្បីតែក្មួយស្រីរបស់ខ្លួនបង្កើតក៏ចង់មិនដេញគេឲ្យចេញពីផ្ទះនេះចង់ដណ្ដើមផ្ទះរបស់គេតើមែនទេហាលោកយាយបើបែបនេះខ្ញុំមិនជួយម្ចាស់ផ្ទះមិននឹងបានទៅនេះជាអ្នកណានាងមកពីណាហេតុអីក៏ចូលមកទីនេះបានក្រែងយាយនិយាយថាមិនខ្លាចខ្មោចទេខ្ញុំនេះហើយគឺខ្មោចបើយាយមិនចេះខ្លាចខ្មោចទេសាកល្បងមើលទៅខ្មោចទេផ្ទះនេះណាមានខ្មោចមកពីណាបើបបរបស់ខ្ញុំមិនអាចមកវិញបានផងហ្នឹងតើនាងនេះជាខ្មោចមកពីឋានណាហើយមកពីឋានណាខ្ញុំគឺជាខ្មោចថែរក្សាបន្ទប់មួយនេះខ្ញុំអាចប្រែកាឡាទៅជាស្អីក៏បានដែរហើយបើយាយមិនខ្លាចទេខ្ញុំធ្វើឲ្យមើលបានយើងនេះណាគឺមិនខ្លាចខ្មោចពិតមែនឥឡូវនេះឯងចង់ធ្វើស្អីយើងបន្តិចទៀតយាយគង់តែដឹងទេ
Mẹ này mẹ. Ôn xóm ក្រែងខ្ញុំប្រាប់បងតេងហើយតាអីថាមិនអោយមករកខ្ញុំនៅទីនេះទេហេតុអីក៏បងតេងមិនស្ដាប់ខ្ញុំតតែសោះហើយនេះ Ôn xóm Bọn được ôn khăn lắng ná Bùi dân bay kia chỉ trang khai năm mà hơi Tôi đã lên cho mùi bọn tao bàn thế Tới na Trong bộ bố con xe bỏ dân tới na Chùm điệp xuống để mình Cha là haiខ្ញុំជាមួយអូនសំសួនបាយគ្នាអត់រយៈពេលច្រើនខែណាស់មកហើយអញ្ចឹងហើយខ្ញុំសូមអនុញ្ញាតអ្នកមីងបើបុលអូនសំសួនទៅដល់លេងបន្តិចតើបានទេអ្នកមីង អូគឺមិនបានទេណាក្មួយតេងព្រោះថាកូនសំនេះមានភារកិច្ចនៅបំរើកូនប្រុសរបស់លោកស្រីម្ចាស់ក្មួយតេងក៏ធ្លាប់លើឈ្មោះដែរកូនប្រុសរបស់លោកកហបតីសួសនោះអី គឺអ្នកកំឡោះប្រាំងតាមមែនទេអ្នកមីងហេតុអីទៅបានជាត្រូវទៅបំរើអ្នកកំឡោះប្រាំងទៅវិញ គឺថាមីងនេះណាជាពាក់បំណុលលោកស្រីម្ចាស់ច្រើនណាស់ហើយមីងគ្មានប្រាក់សងអញ្ចឹងហើយបានជាឲ្យកូនស្រីរបស់មីងនេះទៅបំរើដើម្បីកាត់សងបំណុល ចុះពេលនេះអ្នកកំឡោះប្រាំងនៅឯណាទៅ គឺនៅទីនេះនឹងហើយអញ្ចឹងហើយបានជាមីងហើយនឹងកូនសំមិនចង់ឲ្យក្មួយមកទីនេះបើសិនជាយើងមានការអីត្រូវនិយាយគ្នាទៅផ្ទះចាស់របស់មីងក៏បានដែរ ក្រែងអូនសំសួននិយាយប្រាប់ខ្ញុំថាផ្ទះនេះគឺជាផ្ទះឪពុកធំរបស់គេ គឺពិតមែនហើយណាក្មួយនេះជាផ្ទះរបស់បងប្រុសរបស់ខ្ញុំតែពួកគាត់ទាំងពីរបានស្លាប់អស់ហើយហើយក្មួយប្រាងនេះគេបានមកស្រឡាញ់ក្មួយស្រីរបស់ខ្ញុំអញ្ចឹងហើយបានជាកូនសំគេមកតាមបំរើក្មួយប្រាងដល់ទីនេះ គឺពិតមែនហើយណាបងតេងពាក្យដែលម៉ែរបស់ខ្ញុំនិយាយណាគឺសិតតែជាការពិតទាំងអស់ណាបងតេងបងតេងណាបងតេងត្រឡប់ទៅវិញសិនទៅណាចាំពេលណាមានឱកាសអូនសំសួននឹងបបួលបងតេងទៅដើរលេងណាណា គឺបានអញ្ចឹងក៏បានដែរតែថ្ងៃស្អែកនេះខ្ញុំសូមអនុញ្ញាតអ្នកមីងបបួលអូនសំសួនទៅវត្តបានម្ដងតើបានទេអ្នកមីង រឿងបាននេះវាចេះតែបានហើយចាំមើលក្មួយប្រាងសិនបើសិនជាមិនមានអីត្រូវប្រើកូនសំសួនទេចាំមីងអនុញ្ញាតឲ្យកូនសំនេះទៅវត្តជាមួយក្មួយណា បាទអញ្ចឹងមិនអីទេអញ្ចឹងខ្ញុំលាអ្នកមីងសិនហើយណាជម្រាបលាអ្នកមីងអូនសំបងទៅសិនហើយណា ចាបងតេង ឈួតមែនសម្បត្តិភាពត្រឹមឯងនេះហ៎មកចង់ដណ្ដឹងយើងធ្វើជាប្រពន្ធឆេះណែយើងប្រាប់ទៅចោះណាយើងនេះសុកចិត្តធ្វើជាប្រពន្ធចង់របស់បងប្រាងវិញម៉ែខ្ញុំសង្ស័យថាគេទាំងពីរនាក់ហ្នឹងទៅជាមួយគ្នាទៅដឹងម៉ែ កូនមិនបាច់ខ្វល់ទេនាងកពុំនោះណាវាមិនស្រឡាញ់ក្មួយប្រាងទេ អ
ស្ងួនដឹងទេមានស្នេហ៍ជាមនុស្សដែលបងប្រាថ្នានិស័យនោះឲ្យយើងជួបគ្នាតែកម្មវិធីឲ្យយើងប្រែឆាបាត់ជីវ៉ាគ្មានដំណឹងសូនឆានអូនលឺបងហៅអូនទេអោមីមេគ្មានស្ងួនពេលនេះមកពិតអាយកាចង់ឲ្យនឹមនួននៅក្បែរឲ្យបងបានថ្នមថែនឹងហាត់ថាបានត្រឹមឈើផ្សាព្រោះរូបជីវ៉ាអូនឃ្លាតឆ្ងាយទៅហើយខ្ញុំអរគុណច័ន្ទម្ដងទៀតដែលបានមើលថែកំពុំជំនួសខ្ញុំអ្នកម៉ែប្រាប់ថានៅទីនេះគឺជាភូមិចាស់របស់ពុកហើយនៅពេលខាងមុខនេះបើសិនជាខ្ញុំមានប្រពន្ធមានកូនខ្ញុំនឹងមកសង់ផ្ទះនៅទីនេះព្រោះថាទេសភាពនៅទីនេះគឺល្អខ្លាំងណាស់ ពីផ្ទះកំពុំមកដល់ទីនេះគឺវាឆ្ងាយដែរតែពួកយើងជិះរទេះគោមកបើសិនជាពួកយើងធ្វើដំណើរដោយថ្មើរជើងប្រកាសជាហត់ហើយលោកប្រាងនេះតើលោកមានអ្វីដែលចង់និយាយជាមួយនឹងកំពុំដែរអត់តាន់ពេលនេះបរិយាកាសល្អខ្ញុំទុកឱកាសលោក នេះយើងសូមគ្នាធ្វើជាមិត្តភក្តិទៅហើយនៅហៅខ្ញុំថាលោកធ្វើអីទៀតដែរទៅច័ន្ទខ្ញុំសូមអនុញ្ញាតច័ន្ទរឿងមួយតើបានទេ មានរឿងអីចង់និយាយមិនក៏មិននិយាយមកក្រែងពួកយើងជាមិត្តភក្តិនឹងគ្នា ខ្ញុំដឹងថាច័ន្ទខូចចិត្តមិនស្ទើរទេចំពោះកំពុំក៏ប៉ុន្តែចាប់ពីពេលនេះតទៅកំពុំចាត់ទុកច័ន្ទគឺជាបងប្រុសបង្កើតហើយចំណែកខ្ញុំចាត់ទុកច័ន្ទគឺជាបងថ្លៃរបស់ខ្ញុំច័ន្ទធ្វើល្អជាមួយនឹងខ្ញុំណាខ្ញុំនឹងដឹងកូនច័ន្ទអស់មួយជីវិតតែខ្ញុំសូមឲ្យច័ន្ទស្រឡាញ់គ្នាជាមួយនឹងស៊ីផនតើបានទេក៏ព្រោះតែស៊ីផនគឺជាមិត្តភក្តិរបស់កំពុំនោះឯង លោកប្រាំគិតបែបនេះ បើសិនជាព្រមខ្ញុំធានាថាខ្ញុំនឹងចូលខ្លួនទៅសុំស៊ីផនឲ្យណា ណាគឺខ្ញុំមិនដែលគិតទេពីមុនមកតែស៊ីផនគេតែងតែនៅក្បែរខ្ញុំជារៀងរហូតមិនថាកលៈទេសៈណាទេគេតែងតែចូលខ្លួនមកលួងចិត្តខ្ញុំជារៀងរហូត រៀបការជាមួយនឹងស៊ីផនទៅណាហើយបន្តិចទៀតខ្ញុំនឹងសង់ផ្ទះក្បឿងឲ្យមួយខ្នងហើយខ្ញុំនឹងបកគលដីជាច្រើនហាត់ឲ្យតាច័ន្ទនឹងឲ្យនៅមាសប្រាក់មួយចំនួនទៀតដើម្បីឲ្យអ្នកទាំងពីរធ្វើជាទុនរស់ស៊ី មិនក៏ដល់ថ្នាក់នឹងលោកប្រាំ ក៏ព្រោះតែអ្នកទាំងពីរជួយខ្ញុំឲ្យបានជួបកំពុំនោះឯងនេះឬមួយក៏គិតថាខ្ញុំមិនមានទេ បើអញ្ចឹងស្រេចទៅតាមលោកប្រាំទៅចុះ ស្ងួនដឹងទេមានស្នេហ៍ជាមនុស្សដែលបងប្រាថ្នានិស័យនោះឲ្យយើងជួបគ្នាតែកម្មវិធីឲ្យយើងប្រែឆាបាត់ជីវ៉ាគ្មានដំណឹង ចង់នៅស្ងាត់ស្ងាត់តែពីរនាក់បែបនេះដល់នេះមិនដឹងថាពេលណាទៅពួកយើងទាំងពីរនាក់នេះមានសេចក្តីសុខ លោកប្រាំងលែងខ្ញុំទៅតិចលោបងច័ន្ទហើយនឹងសិផនគេមើលឃើញ ពួកគេទាំងពីរនាក់បានដឹងរឿងរបស់យើងអស់ទៅហើយហើយនេះទៅអៀនជាមួយនឹងពួកគេទៅអីទៅហើយនេះ
ចង់បានកូនប្រហែលអ្នកដែរទៅ បើមានយកពីនេះចង់បានស្រីមួយប្រុសមួយកូនស្រីតំណាងឲ្យខ្ញុំចំណែកឲ្យកូនប្រុសគឺតំណាងឲ្យលោកប្រាំង បើអញ្ចឹងពេលដែលយើងត្រឡប់ទៅវិញចូលរោងការតែម្ដងទៅ លោកប្រាំងតើពេលនេះលោកស្រីម្ចាស់គាត់យ៉ាងម៉េចហើយហេតុអីក៏លោកមិនអញ្ជើញទៅមើលគាត់ផង ឲ្យខ្ញុំទៅជួបអ្នកម៉ែមិននឹងកើតទេបើពេលនេះគាត់កាត់ការខ្ញុំចោលបាត់ទៅហើយ ក៏ព្រោះតែខ្ញុំទើបបានជាលោកស្រីម្ចាស់កាត់ការលោកប្រាំងចោលខ្ញុំធ្វើខុសធ្ងន់ធ្ងរណាស់ចំពោះលោកស្រីម្ចាស់បើសិនជាអាចខ្ញុំចង់ចូលទៅឲ្យលោកស្រីម្ចាស់គាត់ដាក់ទណ្ឌកម្មខ្ញុំ ហើយនេះយ៉ាងម៉េចចង់ត្រូវដំបងអ្នកម៉ែតាមមែនទេ ធ្វើយ៉ាងម៉េចក៏បានដែរលោកស្រីម្ចាស់គាត់កាត់ការលោកប្រាំងខ្ញុំគិតថាលោកប្រាំងគួរតែទៅសំពះសុំបរគាត់ឲ្យគាត់លើកលែងទោសឲ្យទៅម្ដងហើយម្ដងទៀតយូរទៅគាត់ប្រកាសជាលើកលែងទោសឲ្យហើយ ហើយបើសិនជាអ្នកម៉ែយល់ព្រមទទួលខ្ញុំហើយគាត់ឲ្យខ្ញុំរៀបការជាមួយនឹងអ្នកផ្សេងតើកំពុងគិតយ៉ាងម៉េចដែរតើ ធ្វើតាមលោកស្រីម្ចាស់សិនទៅចំណែកខ្ញុំធ្វើជាទាស័យរបស់លោកប្រាំងក៏បានដែរ មិនបានទេខ្ញុំស្រឡាញ់កំពុងជាប្រពន្ធរបស់ខ្ញុំមិនមែនជាទាស័យនោះទេហើយខ្ញុំសុខចិត្តឲ្យអ្នកម៉ែរបស់ខ្ញុំឲ្យកាត់ការខ្ញុំចោលខ្ញុំមិនបោះបង់កំពុងនោះទេពួកយើងត្រូវតែស្រឡាញ់គ្នា យើងផ្ដាំក្តីស្នេហាមិនទៀមទាអ្វីក្រៅពីឲ្យអូនត្រឡប់វិលមកកន្លែងដែលពួកយើងផ្ដាំក្តីស្នេហា បើសិនជាបងសំសួនដឹងថាអ្នកប្រុសប្រាំងបងពួកយើងមកដល់ទីនេះមិនដឹងថាគាត់ខឹងយ៉ាងម៉េចទេណោះ មិនអីទេពេលនេះលោកប្រាំងកំពុងតែរកវិធីហើយពីព្រោះថាបើសិនជាឲ្យមីងហើយនឹងបងសំសួនបន្តនៅផ្ទះនោះបន្តទៀតគឺវាមិនកើតនោះទេ ខ្ញុំឆ្ងល់ដល់ហើយបងច័ន្ទពេលដែលបងច័ន្ទទៅសម្រាប់នៅផ្ទះនោះក៏គិតថាមានខ្មោចចុះហេតុអីមនុស្សអាក្រក់ទៅរស់នៅទីនោះហេតុអីក៏អាចរស់នៅបាន អូបងក៏ភ្លេចគិតដល់ចំណុចនេះដែរបើសិនជាផ្ទះនោះពិតជាមានវិញ្ញាណថែរក្សាមែនចុះហេតុអីមិនលងអ្នកមីងហើយនឹងបងសំសួនទៅឈប់គិតពីរឿងទៅហើយបងក៏មានរឿងចង់និយាយជាមួយនឹងស៊ីផនដែរ បងច័ន្ទមានរឿងអីចង់និយាយជាមួយនឹងខ្ញុំមក គឺមុននេះលោកប្រាំងគេបាននិយាយជាមួយនឹងបងច្រើនណាស់គឺគេនិយាយរឿងស៊ីផនជាមួយនឹងបងគេថាបើសិនជាស៊ីផនបានរៀបការជាមួយនឹងបង
គេនឹងសង់ផ្ទះឲ្យមួយខ្នងគេឲ្យដីស្រែចម្ការរទេះគោក្របីហើយនឹងប្រាក់មួយចំនួនទៀតផងនេះតើសិផនគិតយ៉ាងម៉េចដែរទៅ ខ្ញុំហ្នឹងហ៎តើរៀបការជាមួយនឹងបងច័ន្ទស្លាប់ហើយបើប្រុសប្រាំងគាត់ក៏ពិតជាប្រសពនិយាយនឹងច្រើនណាស់អស់ខ្ញុំនេះតែរៀបការជាមួយនឹងបងច័ន្ទចាំមិនដឹងការទៅទោះបីជាឲ្យផ្ទះក្បឿងខ្ញុំ4-10ខ្នងក៏ខ្ញុំអត់ដែរណាមិនកើតទេណាបងច័ន្ទខ្ញុំអៀនណា បងអាភ័ព្វណាស់កាលពីមុនសុំឆ្លាញ់កំពុំក៏គេមិនព្រមដល់ឥឡូវគ្រាន់តែបង្ហើបថាលោកប្រាំងគេគូគងស៊ីផនបែរជាសោយទៅវិញអត់អីទេស៊ីផនទៅនិយាយប្រាប់លោកប្រាំងដល់ខ្លួនឯងទៅ នេះបងច័ន្ទខឹងនឹងខ្ញុំមក អត់អីទេស៊ីផនបងគ្រាន់តែខ្មាស់អៀននឹងខ្លួនឯងកើតមកជាកូនប្រុសនឹងគេម្នាក់ដែរក៏ប៉ុន្តែគ្មានស្រីណាម្នាក់ស្រឡាញ់បងទេអត់អីទេស៊ីផនយប់ទៀតហើយណាម៉ែយប់ទៀតហើយ
វាខុសពីទឹកធម្មតាចុះនេះមិនក៏អញ្ចឹង